You're listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sê ray. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកសួស្តីលោកអ្នកនាងកញ្ញាជាទីមេត្រីពីរដ្ឋធានី Washington ខ្ញុំបាទតាំងសារ៉ាដាសូមស្វាគមន៍លោកអ្នកស្ដាប់ទាំងអស់យើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃអង្គារ5កើតខែអាសាឍឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី1ខែកក្កដាគ្រិស្តសករាជ2014ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាចោទថាអ្នកមានបំណងធ្វើឲ្យមានអស្ថិរភាពសង្គមជាឧក្រិដ្ឋជនសង្គមស៊ីវិលនាំគ្នាពិភាក្សាអំពីវិបត្តិសង្គមដែលកើតចេញពីដីសម្បត្តិសេដ្ឋកិច្ចមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ប្រកាសបើកគេហទំព័រថ្មីឈ្មោះថាសម្លេងប្រជាពលរដ្ឋរដ្ឋាភិបាលនិងសហជីពកំពុងស្វែងរកដំណោះស្រាយលើភាពខ្វែងគំនិតគ្នាអំពីប្រាក់ឈ្នួលអបបរមាលើវិស័យកាត់ដេររួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារ៉ាដាសូមជូនព័ត៌មានពិស្ដាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃច័ន្ទព្រមានថាអ្នកណាដែលប៉ុនប៉ងធ្វើឲ្យប្រទេសមានអស្ថិរភាពនយោបាយអ្នកនោះគឺជាឧក្រិដ្ឋជនប៉ុន្តែមន្ត្រីគណៈបក្សសង្គ្រោះជាតិចោទប្រកាន់គណៈបកប្រជាជនកម្ពុជាទៅវិញទេដែលកំពុងធ្វើនយោបាយប្រជាពិធដ្ឋលោកទីនសាការីយ៉ាមានសេចក្តីរាយការណ៍លោកនាយករដ្ឋមន្ត្រីហ៊ុនសែនថ្លែងថាកម្ពុជាត្រូវការបង្រួបជាតិនិងសន្តិភាពដើម្បីធ្វើឲ្យដំណើរការពាណិជ្ជកម្មរលូនទៅមុខនឹងបានប្រមានដាក់ទោសជនណាដែលធ្វើឲ្យប្រទេសកម្ពុជាមានអស្ថិរភាពនយោបាយនិងគ្មានសន្តិភាពលោកហ៊ុនសែនថ្លែងនៅចំពោះមុខរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុននៅក្នុងពិធីសម្ពោធផ្សារទំនើប AEON របស់ជប៉ុននាព្រឹកថ្ងៃទី30មិថុនាថាប្រទេសជប៉ុនជាដៃគូដ៏សំខាន់ពីមុនមកក្នុងការជួយកម្ពុជាឲ្យមានសន្តិភាពនិងការបង្រួបជាតិដូច្នេះគ្មាននរណាម្នាក់អាចបង្កភាពចលាចលបានទេឬនៅក្នុងពេលដែលសកម្មភាពអាណាធិបតេយ្យតាមចិញ្ចើមថ្នល់យាយីទីក្រុងមួយនោះវាពិតជាមិនអាចទេដូច្នេះកត្តាសន្តិភាពការបង្រួបជាតិនិងស្ថិរភាពនយោបាយគឺជាកិច្ចការដ៏សំខាន់ដែលយើងមិនមែនក្រំតែភាពដាច់ដោយឡែកបំរើឲ្យទីផ្សារ AEON Mall នៅទីក្រុងភ្នំពេញទេក៏ប៉ុន្តែបំរើឲ្យការអភិវឌ្ឍរួមរបស់ប្រទេសអ្នកណាក៏ដោយដែលប៉ុនប៉ងធ្វើឲ្យសភាពការកម្ពុជាក្លាប់ចាក់ទៅជាសង្គ្រាមស៊ីវិលឬក៏ការស្ថិរភាពណាមួយគឺជាអុក្រិដ្ឋជនតែម្ដងក្រៅពីនេះទៀតលោកហ៊ុនសែនបានរំលឹកពីការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ហៅកាត់ថា SNC ដែលសម្ដេចព្រះនរោត្តមសីហនុជាព្រះប្រធាននោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនលើកឡើងថាក្រុមប្រឹក្សានេះមានភាគីរដ្ឋកម្ពុជារបស់លោកនិងរដ្ឋាភិបាលត្រីភាគីដើម្បីឲ្យកម្ពុជាមានការបង្រួបជាតិដាក់ប្រទេសនេះជាអន្តរកាលមុននឹងរៀបចំការបោះឆ្នោតលើកទី1តាមបែបប្រជាធិបតេយ្យនៅឆ្នាំ1993នោះតែទីបំផុតខាងកម្ពុជាប្រជាធិបតេយ្យរបស់លោកខៀវសំផនមិនចូលរួមនោះទេតែដំណើរការនេះនៅតែទៅមុខប៉ុន្តែពេលហ្នឹងគណៈបព្វភូត្រីភាគីមាន3ភាគីប៉ុន្តែពហិការមួយឥឡូវសួរថាតើនាយករដ្ឋមន្ត្រីកៃគូរដ្ឋមន្ត្រីការបរទេសនាកាយាមាអនុរដ្ឋមន្ត្រីការបរទេសអូវ៉ាដាសុកចិត្តឲ្យវេទិកានេះបរាជ័យឬអត់ក្នុងពេលដែលមានការព្រមព្រៀងរួចហើយរវាងហ៊ុនសែនសីហនុសឿនសានមន្ត្រីនាំពាក្យគណៈបក្សសង្គ្រោះជាតិលោកយ៉ែមពុញរិទ្ធហៅការថ្លែងរបស់លោកហ៊ុនសែននេះថាជានយោបាយប្រជាពិធដ្ឋតែប៉ុណ្ណោះលោកអះអាងថាត្បិតតែស្ថានភាពនយោបាយនៅពេលបច្ចុប្បន្នជាប់គាំងតែគណៈបក្សសង្គ្រោះជាតិឈលលើការគោរពរដ្ឋធម្មនុញ្ញជាធំពិសេសផ្អែកលើការចរចាដោយសន្តិវិធីគណៈបក្សសង្គ្រោះជាតិដែលគោរពរដ្ឋធម្មនុញ្ញហើយនឹងគោរពឆន្ទៈរាស្ត្រដែលលោកធ្វើការទាមទារតាមប្រមាណហ្នឹងមិនមានប៉ះពាល់អីទេបាទដូច្នេះអ្វីដែលគាត់មានប្រសាសន៍ហ្នឹងគឺគាត់សំដៅទៅលើក្រុមណាខ្ញុំមិនដឹងដែរតែចំពោះគោលជំហរសង្គ្រោះជាតិគឺពិតប្រាកដច្បាស់លាស់ដែលយើងចង់ថែរក្សាសន្តិភាពហើយដោះស្រាយដោយសន្តិវិធីទោះបីជាយ៉ាងនេះក្តីប្រធានកម្មវិធីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍លោកហ៊ុនជុនឌីមានប្រសាសន៍ថាការរក្សាស្ថិរភាពនិងសន្តិភាពគឺជាការទទួលខុសត្រូវរបស់រដ្ឋប៉ុន្តែដើម្បីរក្សាបាននូវសន្តិភាពនេះលុះត្រាណាតែការដឹកនាំនោះប្រកបដោយតម្លាភាពនិងតុល្យភាព
លោកសង្កត់ធ្ងន់ថារដ្ឋាភិបាលត្រូវធានាការបោះឆ្នោតប្រកបដោយយុត្តិធម៌និងសេរីហើយបង្កើតការងារឲ្យមានច្រើននៅក្នុងសង្គមជាការទប់ស្កាត់ពលករចំណាកស្រុកនិងធានាបាននូវអតិផរណាឬទំនិញឡើងថ្លៃជាដើមការប្រាប់ពាក្យថាគេមានចលាចលរហូតដល់អាចចោទជាអកិត្តិជនស្អីសម្ដែងយ៉ាងហ្នឹងវាហាក់ដូចជានិយាយលឿនពេកអញ្ចឹងយើងត្រូវគិតខ្លាំងខ្លែងឲ្យបានត្រឹមត្រូវទៅតកតងទៅនឹងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋឬក៏យើងនិយាយថាសិទ្ធិមនុស្សដែលពួកគាត់អាចមានសិទ្ធិក្នុងការបញ្ចេញមតិអ្នកការពារសិទ្ធិមនុស្សលើកឡើងថាការរក្សាសន្តិភាពសង្គមជារឿងសំខាន់ណាស់ក៏ប៉ុន្តែលុះត្រាណារដ្ឋាភិបាលបង្កឲ្យមានសិទ្ធិសេរីភាពពេញលេញនៅក្នុងប្រទេសដែលស្របទៅនឹងរដ្ឋធម្មនុញ្ញដែលធានាថាប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមនៅក្នុងជីវភាពនយោបាយសេដ្ឋកិច្ចនិងសង្គមសិទ្ធិទទួលបានព័ត៌មាននិងសិទ្ធិជួបប្រជុំផ្សេងមិនមែនទីលានប្រជាធិបតេយ្យត្រូវបានបិទនិងហុំព័ទ្ធដោយបន្លាលួសដោយបច្ចុប្បន្ននេះឡើយខ្ញុំទីនសាការីយ៉ាវិទ្យុអាស៊ីសេរីពីក្រុងភ្នំពេញអង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋមានទំនាស់ដីធ្លីចំនួន32សហគមន៍នៅរាជធានីភ្នំពេញនិងមកពីតាមបណ្ដាខេត្តចំនួន11ទៀតសរុបជាង130នាក់បាននាំគ្នាចែករំលែកនៅព័ត៌មានបច្ចុប្បន្នភាពអំពីស្ថានភាពវិវាទដីធ្លីនៅកម្ពុជាទាក់ទងនឹងការរំលោភយកដីធ្លីនិងការផ្ដោតដីសម្បត្តិសេដ្ឋកិច្ចអ្នកនាងទេពសុរវីមានសេចក្តីរាយការណ៍មន្ត្រីអង្គការសង្គមស៊ីវិលគិតថាបញ្ហាទំនាស់ដីធ្លីនៅកម្ពុជានៅតែមិនអាចដោះស្រាយបានដរាបណាយន្តការដោះស្រាយវិវាទដីធ្លីនៅទ្រឹងហើយមន្ត្រីពាក់ព័ន្ធមិនមានឆន្ទៈនិងកិច្ចវេះមិនដោះស្រាយដែលនាំឲ្យចំនួនដីធ្លីកាន់តែមានសភាពធ្ងន់ឡើងប្រធានផ្នែកដីធ្លីនៃសមាគមអាត6លោកឡាត់គីថ្លែងនៅក្នុងកិច្ចពិភាក្សាស្ដីអំពីស្ថានភាពសិទ្ធិដីធ្លីនិងទំនួលខុសត្រូវរបស់សាជីវកម្មដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅថ្ងៃទី30មិថុនាថាអាជ្ញាធរដោះស្រាយដីធ្លីតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ជាតិមិនមានលទ្ធភាពដោះស្រាយវិវាទដែលរដ្ឋាភិបាលផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនគួបផ្សំនឹងផ្នត់គំនិតរបស់មន្ត្រីអាជ្ញាធរដែលមានតួនាទីដោះស្រាយវិវាទមិនចង់ដោះស្រាយគឺធ្វើឲ្យចំនួនដីធ្លីកាន់តែរីកធំឡើងមួយវិញទៀតអ្នកដែលមានភារកិច្ចឬតួនាទីដោះស្រាយវិវាទព្យាយាមគេចចេញឬមិនចង់ជួបបញ្ហាវិវាទដែលទំនងជាការយល់ខុសមួយនៃការប្រើយុទ្ធសាស្ត្រឲ្យអ្នកមានចំនួនដីធ្លីបន្តការទាមទាររហូតដល់រំសាយចិត្តនិងឈប់តវ៉ាដោយខ្លួនឯងហើយអ្នកនយោបាយខ្លះក៏បានឆ្លៀតឱកាសនេះទាញយកប្រជាប្រិយភាពពីបញ្ហាចំនួនដីធ្លីលោកឡាត់គីបន្តថាយន្តការដោះស្រាយវិវាទដីធ្លីច្រើនធ្វើឡើងដោយគ្មានដំណាភាពប្រកបដោយយុត្តិធម៌ទេហើយបញ្ហាទំនាស់ដីធ្លីនៅកម្ពុជាកំពុងតែក្លាយជាគំរូអាក្រក់នៅក្នុងតំបន់និងក្លាយជាបញ្ហាស្មុគស្មាញហើយអ្នករងគ្រោះដោយសារតែដីធ្លីបាត់បង់ជំនឿទៅលើយន្តការដោះស្រាយវិវាទខណៈដែលមន្ត្រីនិងអាជ្ញាធរមានភារកិច្ចដោះស្រាយវិវាទខកខានមិនអនុវត្តយន្តការដែលមានស្រាប់ហើយច្រើនតែអនុវត្តតាមកំសួលអ្នកនយោបាយបញ្ឆេះជួបគាត់អ្នកអនុវត្តផ្ទាល់គាត់ថាពួកគាត់អត់មានធនធានមនុស្សគ្រប់គ្រាន់យើងទទួលស្គាល់ថាពិតជាអត់មានធនធានមនុស្សមែនហើយគួបផ្សំជាមួយនឹងបញ្ហាវិជ្ជាជីវៈមិនបានប្រឹងប្រែងអនុវត្តអញ្ចឹងហើយធ្វើឲ្យគេហៅថាអនុវត្តទៅលើកំសួលនយោបាយជាច្រើនជាងការបំពេញនៅមុខងារភារកិច្ចរបស់ខ្លួនលោកឡាត់គីបញ្ជាក់ថាក្រុមហ៊ុនវិនិយោគជាអ្នកទទួលផលច្រើនពីការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចរបស់រដ្ឋាភិបាលហើយអ្នកដែលទទួលផលប៉ះពាល់ធ្ងន់ធ្ងរនោះគឺប្រជាសហគមន៍ជាពិសេសជនជាតិដើមភាគតិចដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍ដែលពួកគេបាត់បង់នូវវប្បធម៌ប្រពៃណីព្រៃអារក្សចំការវិលជុំនិងផ្ទះសម្បែងជាដើមតាមការសិក្សាជាក់ស្ដែងរបស់អង្គការអាត6គឺរដ្ឋាភិបាលមិនមានការសិក្សាពីផលប៉ះពាល់សង្គមនិងផលប៉ះពាល់បរិស្ថានជាមុនប្រធានសម្របសម្រួលគណៈកម្មាធិការប្រព្រឹត្តកម្មលោកមេធាវីសុកសំអឿនស្រាវជ្រាវឃើញថាយន្តការដោះស្រាយវិវាទដីធ្លីពិសេសគណៈកម្មការសុរិយោដីបានបរាជ័យដោយសារតែមិនបានអនុវត្តច្បាប់ឲ្យបានពេញលេញនិងពេលខ្លះមិនហ៊ានសម្រេចតែម្ដងជួនកាលពេលរឿងខ្លះគាំងនៅថ្នាក់ស្រុកដោយសារស្អីព្រោះនៅក្នុងដែនប្រព័ន្ធគណៈកម្មការសុរិយោដីគឺតើតែសុរិយោដីថ្នាក់ស្រុកសម្រេចហើយបានយកអូតូទៅថ្នាក់ខេត្តបានដល់អញ្ចឹងពេលថាស្រុកនោះអត់ហ៊ានសម្រេចព្រោះសម្រេចមិនបើម្ខាងទៀតដីសម្បត្តិនៅដីសញ្ញេពីដីនាយករដ្ឋមន្ត្រីសញ្ញេពីគណៈរដ្ឋមន្ត្រីដូច្នេះគាត់មន្ត្រីស្រុកហ៊ានកាត់ឲ្យគណៈរដ្ឋមន្ត្រីចាញ់គាត់ចេះថាអត់ហ៊ានកាត់ចេះថតដល់ចឹងទៅធ្វើឲ្យមានវិបត្តិលោកមេធាវីគិតថាដើម្បីកាត់បន្ថយចំនួនដីធ្លីនៅកម្ពុជាបាននោះរដ្ឋាភិបាលគួរពន្លឿនការផ្ដល់បានកម្មសិទ្ធិជូនប្រជាពលរដ្ឋគ្រប់គ្នានៅពេលដែលពួកគេមានដីធ្លីរួចហើយ
តំណាងប្រជាសហគមន៍មានទំនាស់ដីធ្លីនៅខេត្តកោះកុងលោកអានហៃយ៉ាថ្លែងនៅក្នុងកិច្ចពិភាក្សានោះដោយលើកជាបទពិសោធន៍ខ្លះថាប្រជាសហគមន៍ធ្លាប់ត្រូវបានក្រុមហ៊ុនបង្ខំឲ្យទទួលយកសំណងមិនសមរម្យនឹងការមិនអើពើរបស់អាជ្ញាធរមូលដ្ឋានដែលបណ្ដោយឲ្យក្រុមហ៊ុនឈូសឆាយរំលោភយកដីរបស់ពលរដ្ឋលោកបន្តថាពលរដ្ឋបានដាក់ពាក្យបណ្ដឹងទៅតុលាការប៉ុន្តែតុលាការបានច្រានចោលហើយរុញទៅឲ្យគណៈកម្មការសុរិយោដីដោយអះអាងថារឿងនោះមិនមែនជាការងាររបស់តុលាការដែលធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿទៅលើប្រព័ន្ធតុលាការនិងយន្តការដោះស្រាយវិវាទរបស់រដ្ឋាភិបាលរបាយការណ៍ស្ដីអំពីស្ថានភាពដីធ្លីឆ្នាំ2013និង3ខែដើមឆ្នាំ2014របស់សមាគមអាត6ចេញផ្សាយកាលពីថ្ងៃទី8ឧសភាបង្ហាញថានៅឆ្នាំ2013មានករណីចោទប្រកាន់មនុស្សជាង100នាក់ចាប់ខ្លួនជាង40នាក់និងដាក់ពន្ធនាគារជិត20នាក់បើទោះបីជាឆ្នាំ2013ចំនួនដីធ្លីនឹងចាប់ខ្លួនមនុស្សបានថយចុះប្រៀបធៀបកាលពីឆ្នាំ2012ក្តីប៉ុន្តែរយៈពេល3ខែឆ្នាំ2014នេះចំនួនដីធ្លីបានផ្ទុះឡើងវិញនិងមានមនុស្សជិត50នាក់ត្រូវបានគេចោទប្រកាន់និងចាប់ខ្លួនក្នុងនោះមនុស្ស12នាក់ត្រូវបានចាប់ដាក់ពន្ធនាគារហើយភាគច្រើនចំនួននោះកើតឡើងដោយសារតែការផ្ដោតដីសម្បត្តិសេដ្ឋកិច្ចរបស់រដ្ឋាភិបាលជូនក្រុមហ៊ុនឯកជននាងខ្ញុំទេពសុរាវីវិទ្យុអាស៊ីសេរីភ្នំពេញលោកអ្នកនាងជាទីមេត្រីអ្នកសារព័ត៌មានសហគមន៍ដែលជាអ្នកធ្វើការដោយស្ម័គ្រចិត្តឥតទទួលកម្រៃត្រូវបានគេមើលឃើញថាមានសារៈសំខាន់ក្នុងការចូលរួមចំណែកជំរុញឲ្យការអភិវឌ្ឍសង្គមមួយប្រកបដោយតម្លាភាពអង្គការសង្គមស៊ីវិលបានបង្កើតគេហទំព័រមួយដើម្បីជួយសម្រួលការងាររបស់ពួកគេលោកអ៊ុនឈិនមានសេចក្តីរាយការណ៍អំពីរឿងនេះមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ហៅកាត់ថា CLEC បានប្រកាសបើកដំណើរការគេហទំព័រថ្មីរបស់ខ្លួនដែលមានឈ្មោះថាសំឡេងប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី30ខែមិថុនានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍លោកយេងវីរៈមានប្រសាសន៍ថានេះជាគំនិតផ្ដួចផ្ដើមនិងកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀតរបស់មជ្ឈមណ្ឌលដើម្បីលើកកម្ពស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិព្រមទាំងសិទ្ធិសេរីភាពក្នុងការផ្ដល់និងទទួលព័ត៌មាននៅកម្ពុជាជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលពុំសូវមានឱកាសក្នុងការបញ្ចេញសម្លេងថ្ងៃមកទៅដោយសារថាយើងផ្សារភ្ជាប់គ្នារវាងគេហទំព័រសម្លេងប្រជាពលរដ្ឋបូកផ្សំជាមួយនឹងប្រព័ន្ធដែលសារឆ្លើយតបជាសម្លេងនេះធ្វើឲ្យមានលទ្ធភាពមួយគឺថាអ្នកអាចរាយការណ៍ព័ត៌មានគឺមាននៅគ្រប់ទីកន្លែងអញ្ចឹងវានឹងបង្កើននៅលទ្ធភាពនៃការដែលអ្នកកាសែតអាជីពអាចដឹងថាតើរឿងរ៉ាវកើតនៅកន្លែងណាច្រើនបាទមន្ត្រីសម្របសម្រួលព័ត៌មាននៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍លោកង៉ែតម៉ូសេពន្យល់ថាគេហទំព័រថ្មីនេះនឹងកត់ត្រាបណ្ដឹងឬព័ត៌មានពីប្រជាសហគមន៍នានាដែលប្រឈមនឹងហានិភ័យផ្សេងៗដោយភ្ជាប់ទៅអ្នកកាសែតនិងសហគមន៍ដែលជាអ្នកប្រមូលព្រមទាំងចែករំលែកព្រឹត្តិការណ៍នានានិងដំណឹងថ្មីៗទាន់ហេតុការណ៍ផ្សេងៗផង Website នេះគឺផ្សារភ្ជាប់ទៅនឹងប្រព័ន្ធផ្ញើសារជាសំឡេងហៅថា IVR system នោះឯងគឺពេលប្រជាពលរដ្ឋដែលលោកអត់ចេះផ្នែកកុំព្យូទ័រអ៊ីនធឺណិតអីដើម្បីចូលមកមើលគេទំព័រមួយនេះលោកអាចអញ្ជើញ call ទៅលេខទូរស័ព្ទដែលយើងបានដាក់បង្ហាញហ្នឹងគឺ070 22 1102ហ្នឹងគឺយើងយកសំឡេងប្រជាពលរដ្ឋដែលរាយការណ៍នៅក្នុងប្រព័ន្ធផ្សាយការជាសំឡេងនោះមកដាក់នៅលើគេហទំព័រនោះឯងអញ្ចឹងទៅនៅក្នុងគេហទំព័រហ្នឹងក្រៅពីអ្នកដែលចេះបច្ចេកទេសចំមិនថាអ្នកចេះអ៊ីនធឺណិតអ្នកដែលចេះវាយកុំព្យូទ័រអីហ្នឹងក្រៅពីពួកគាត់គឺថាអ្នកដែលអត់ចេះកិច្ចការទាំងអស់ហ្នឹងក៏អាចផ្ញើព័ត៌មានមកកាន់យើងបានដែរអញ្ចឹងព័ត៌មាននៅលើគេហទំព័រមួយនោះមានតាំងពីអត្ថបទសរសេរមានតាំងពីរូបភាពឬក៏វីដេអូឬក៏សំឡេងហើយនឹងទីតាំងច្បាស់លាស់ដែលករណីនោះកើតឡើងបាននាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានលោកមឿនឈានរិទ្ធស្វាគមន៍ការបង្កើតគេហទំព័រថ្មីនេះដោយលោកមានប្រសាសន៍ថាវាជាការប្រសើរណាស់ក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនិងសេរីភាពបញ្ចេញមតិនៅកម្ពុជាក្រោយពីការបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំ2013កន្លងមកនេះគឺថាមានការរដ្ឋបတ်ព័ត៌មានជាពិសេសតាមរយៈការផ្សព្វផ្សាយរបស់ទូរទស្សន៍ដែលរដ្ឋបတ်មានការផ្សព្វផ្សាយព័ត៌មានពីគណៈបព្វប្រឆាំងពីព័ត៌មានដែលមានការរិះគន់រដ្ឋាភិបាលហ្នឹងថាគេបတ်ប៉ុន្តែសតវត្សទី21នេះគឺយើងបတ်លែងបានហើយការបတ်ព័ត៌មានប្រៀបដូចជាការយកចង្អេរមួយទៅបាំងដំរីដែលស្លាប់ចឹង
គឺបាត់សាទេគេហទំព័រសម្លេងប្រជាពលរដ្ឋនិងប្រព័ន្ធឆ្លើយតបជាសម្លេងបានត្រូវបង្កើតឡើងក្រោមជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុបរហូតមកដល់ពេលនេះមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បណ្ដុះបណ្ដាលអ្នកសារព័ត៌មានសហគមន៍មានទាំងព្រះសង្ឃផងបានចំនួនជិត100នាក់នឹងអង្គហើយខ្ញុំបាទអ៊ួនឈិនវុទ្ធុអាស៊ីសេរីរាយការណ៍ពីរាជធានីភ្នំពេញគណៈកម្មការប្រឹក្សាការងារពីខាងរដ្ឋាភិបាលសហជីពតំណាងថៅកែរោងចក្រសហជីពតំណាងកម្មករនយោជិតកំពុងស្វែងរកដំណោះស្រាយលើភាពខ្វែងគំនិតគ្នាអំពីប្រាក់ឈ្នួលអបបរមាលើវិស័យវេយ្យានភ័ណ្ឌរោងចក្រកាត់ដេរលោកមុំមនីរតរាយការណ៍ក្រោយពីកិច្ចប្រជុំបានបិទបញ្ចប់នៅព្រឹកថ្ងៃទី30មិថុនាភាគីទាំងពីរដែលម្ខាងគាំទ្រជំហររដ្ឋាភិបាលដែលស្របទៅនឹងស្មារតីរដ្ឋាភិបាលដែរនោះបានសម្រេចកំណត់ប្រាក់ខែគោលក្នុងវិស័យកាត់ដេរយកថ្ងៃទី1ដើមឆ្នាំ2015ក្នុងការអនុវត្តដំឡើងប្រាក់ខែគោលចំណែកម្ខាងទៀតតែងអាងថាគាំទ្រផលប្រយោជន៍ឲ្យភាគីកម្មករវិញចាត់ទុកថាវាជាការមិនអាចទទួលយកបានឡើយដែលបញ្ហាដល់ជំរងចម្រាស់ក្នុងឆ្នាំ2014មិនទាន់ត្រូវបានបិទបញ្ចប់និងមិនទាន់ទាំងបានដោះស្រាយអស់ផងបែរជាត្រូវលើកយកបញ្ហាដ៏ស្មុគស្មាញទាំងនេះពន្យាដល់ឆ្នាំ2015ទៅវិញនោះភាគីទាំងសងខាងបានផ្ដល់បទសម្ភាសន៍មុនក្រោយគ្នាម្នាក់ម្ដងបន្ទាប់ពីកិច្ចប្រជុំបិទទ្វារបានបិទបញ្ចប់នៅទីស្តីការក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនាព្រឹកថ្ងៃទី30មិថុនាលោកអាតថនប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថាស៊ីខៅឌូដែលជាសមាជិកនៃគណៈកម្មការប្រឹក្សាការងារដែរនោះឲ្យដឹងក្រោយកិច្ចប្រជុំថាវាមិនគួរលើកយកបញ្ហាដ៏សំខាន់រឿងប្រាក់ខែរបស់កម្មករនេះទៅដោះស្រាយនៅឆ្នាំ2015ទៅវិញលោកចាត់ទុកថាការពិតភាពជំរងចម្រាស់ដែលកើតឡើងតាំងពីដើមឆ្នាំ2014រឿងប្រាក់ខែនេះគណៈកម្មការប្រឹក្សាការងារគប្បីដោះស្រាយបញ្ចប់ឲ្យហើយក្នុងឆ្នាំនេះតែម្ដងមិនគួរលើកពេលទៅឆ្នាំក្រោយឡើយចំណែកកិច្ចការឆ្នាំ2015គួរចាំភារកិច្ចថ្មីវិញល្អជាជាងនៅក្នុងលទ្ធផលសម្រាប់នេះខ្ញុំគិតថាសម្រាប់ឆ្នាំ2015ទៅគឺយើងអត់បញ្ហាទេប៉ុន្តែយើងចង់ឲ្យមានការជជែកគ្នានៅឆ្នាំ2014នេះដើម្បីបញ្ចប់រឿងក្រោយពីកិច្ចប្រជុំលើកទី1របស់គណៈកម្មការប្រឹក្សាការងារកាលពីថ្ងៃទី16មិថុនារោគសម្លេងឯកច្ឆ័ន្ទមិនបានសម្រេចនោះទើបកិច្ចប្រជុំជាថ្មីទៀតទៅពេលនេះភាគីទាំងអស់សម្រេចបោះឆ្នោតសម្ងាត់វិញម្ដងក្រុមប្រឹក្សាការងារមានសមាជិក28នាក់ប៉ុន្តែអវត្តមាន5នាក់កិច្ចប្រជុំលើកនេះជាលទ្ធផលលើកនេះអ្នកបោះឆ្នោតមាន23នាក់ហើយលទ្ធផលគឺ20សម្លេងគាំទ្រកំណត់ការបដិឆេទយកថ្ងៃទី1ខែមករាឆ្នាំ2015ជាថ្ងៃកំណត់ប្រាក់ឈ្នួលកម្មករនយោជិតចំណែក3សម្លេងប្រឆាំងការអូសបន្លាយទុកដោះស្រាយដល់ដើមឆ្នាំ2015លោកអ៊ិតសំហេងរដ្ឋមន្ត្រីក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈឲ្យដឹងក្រោយកិច្ចប្រជុំបញ្ចប់ថាថ្មីបើបរិយាកាសនៃកិច្ចប្រជុំបិទទ្វារមានពេលខ្លះភាគីទាំងសងខាងការពារចំហរៀងៗខ្លួនតែជារួមកិច្ចប្រជុំនេះបានសម្រេចតាមទិសដៅក្នុងផលប្រយោជន៍រួមធម្មតានេះគឺជជែកគ្នាវាមានលក្ខណៈស្ថាបនាធម្មតាចំហភាគីមួយការពារផលប្រយោជន៍ការពារចំហរៀងខ្លួនចែកទៅវាតែមានការតឹងតែងខ្លះក៏មានការធូរស្រាលខ្លះជារឿងធម្មតាហើយគឺនៅក្នុងប្រពៃណីនៃការប្រជុំរបស់គណៈកម្មការប្រឹក្សាការងារកិច្ចប្រជុំដែលប្រើពេលជាង3ម៉ោងនោះលោកអាត់ធុនបញ្ជាក់ថាការពិតសេចក្តីសម្រេចនៅពេលនេះមិនបញ្ជាក់ឲ្យឆន្ទៈរួមរបស់កម្មករនិងវិស័យដទៃទៀតទេដោយហេតុថាសហជីពដែលតំណាងឲ្យកម្មករនយោជិតនិងសហជីពតំណាងឲ្យថៅកែភាគច្រើនមិនបានរកផលប្រយោជន៍ឲ្យកម្មករណាឡើយនៅក្នុងកិច្ចប្រជុំនោះហេតុនេះបានជាសេចក្តីសម្រេចនៅពេលនេះត្រូវលើកទៅដោះស្រាយនៅដើមឆ្នាំ2015វិញរឿងប្រាក់ឈ្នួលរបស់កម្មករនេះបើទោះជាលោកអាថុនមិនបានបញ្ជាក់ឈ្មោះពីសហជីពដែលមានជំហរទៅរដ្ឋាភិបាលតែទំនងជាលោកអាថុនចង់សម្ដៅសហជីពរបស់លោកជួនមុំថុលនិងលោកសោមអូនដែរយើងមានការសោកស្ដាយនៅពេលប្រជុំគឺសមាគមយោជកគេតំណាងឲ្យសមាជិករបស់គេខំប្រឹងប្រែងការពារប្រយោជន៍តែចំណែកតំណាងឲ្យកម្មករនៅក្នុងអង្គប្រជុំគឺមានតែការពារឲ្យតកែហើយនឹងនិយាយឲ្យតំណាងឲ្យតកែទៀតដល់ពេលអញ្ចឹងគឺវាមានការសោកស្ដាយលោកជួនមុំថុលអនុប្រធានគណៈកម្មការប្រឹក្សាការងារភាគីតំណាងឲ្យកម្មករនយោជិតចាត់ទុកថាវាជាសិទ្ធិរបស់មនុស្សដែលអាចបញ្ចេញមតិតាមតម្រូវការដោយដែលមានចែងក្នុងច្បាប់នេះហេតុនេះលោកមិនបកស្រាយឡើយជុំវិញការលើកឡើងនេះតែសំខាន់លទ្ធផលបោះឆ្នោតសម្ងាត់ឯណោះវិញទេដែលជារឿងចាំបាច់ឆ្នោតជាសម្ងាត់គេបានបញ្ជាក់រួចហើយថាគួរទៅដល់ពេលណាគឺនៅក្នុងខែ1នេះបាទនេះជាការលើកឡើងធម្មតាយើងមានសិទ្ធិនិយាយយើងមានសិទ្ធិចេញមតិណាយើងអាចនិយាយក៏បានដែរបច្ចុប្បន្នប្រាក់ខែគោលកម្មករដំឡើងបានត្រឹម$100អាមេរិកដោយអនុវត្តចាប់ពីខែកុម្ភៈដើមឆ្នាំនេះចំណែកកម្មករវិញមិនព្រមឡើយពួកគេទាមទារដំឡើងយ៉ាងហោចណាស់បាន$160ក្នុងមួយខែដែរ
ជាងនេះទៀតលោកអាធុនវិញយល់ថាទាំងរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធក៏បីដោះស្រាយបញ្ហាដែលនៅសេសសល់ដូចជាត្រូវទម្លាក់បទចោទទាំងស្រុងប្រឆាំងសំណុំរឿងមនុស្សទាំង23នាក់បញ្ឈប់រាល់ការរឹតបន្តឹងសេរីភាពសហជីពនិងបញ្ហាប្រាក់ខែគោលកម្មករក្នុងឆ្នាំនេះឲ្យអស់ជាមុនសិនមុននឹងនិយាយដល់ឆ្នាំ2015ក្រៅពីនេះលោកព្រមានថាបើស្ថាប័នរដ្ឋនៅមិនព្រមដោះស្រាយទេសហជីពនឹងបន្តតវ៉ាជាថ្មីទៀតប្រឆាំងផែនការនេះចំណែកលោកអាត់សំហេងក៏ព្រមានវិញដែរថាបើហ៊ានតែធ្វើខុសច្បាប់នឹងប្រឈមការបង្ខំឲ្យគោរពច្បាប់ព្រោះប្រទេសមានច្បាប់ខ្ញុំមកមនីរតវិទ្យុអាស៊ីសេរីភ្នំពេញលោកនាងជាទីមេត្រីស្ត្រីអតីតអ្នកភូមិបរិយាកាម្នាក់ឈ្មោះប៉ែនសរនអាយុ42ឆ្នាំត្រូវបានជនមិនស្គាល់មុខចាប់អាកដើម្បីប្លន់យកខ្សែកក្នុងបន្ទប់ជួលកាលពីយប់ថ្ងៃទី29ខែមិថុនានៅបរិយាកាឡាខណ្ឌ7មករារាជធានីភ្នំពេញក្រុមគ្រួសារជនរងគ្រោះនិងមន្ត្រីប៉ូលីសប៉ុស្តិ៍បរិយាកាឡាឲ្យដឹងកាលពីថ្ងៃច័ន្ទថាអំពើប្លន់មិនបានសម្រេចនេះកើតឡើងនៅម៉ោងប្រហែល2រំលងអធ្រាត្រថ្ងៃទី29ខែមិថុនាពេលជនរងគ្រោះត្រឡប់ពីធ្វើការហាងស៊ូគីស៊ុបនៅក្បែរនោះត្រូវបានជនល្មើសតាមពីក្រោយចូលដល់ក្នុងបន្ទប់ហើយដកកាំបិតភ្ជង់ទាខ្សែកពីជនរងគ្រោះនៅពេលជនរងគ្រោះប្រកែកជនល្មើសក៏ចាប់អាកនិងចាក់ជាច្រើនកាំបិតទៀតលើដងខ្លួននិងមុខជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀតមន្ត្រីប៉ូលីសប៉ុស្តិ៍ដែលមិនបញ្ចេញឈ្មោះឲ្យដឹងថាប៉ូលីសកំពុងស៊ើបអង្កេតចាប់ជនល្មើសដោយអះអាងថាជនល្មើសជាអ្នកធ្លាប់ស្គាល់ជនរងគ្រោះថែមទាំងបានធ្លាប់ចេញចូលផ្ទះជនរងគ្រោះទៀតផងមន្ត្រីតំណាក់តំណងព្រំដែនខ្មែរថៃបញ្ជាក់ថាយោធាថៃនៅតែបន្តចាប់បញ្ជូនពលករខ្មែរមកកម្ពុជាវិញស្របពេលដែលពលករស្របច្បាប់មួយចំនួនបានធ្វើដំណើរទៅរកការងារធ្វើនៅប្រទេសថៃកាលពីថ្ងៃទី30ខែមិថុនាយ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋខ្មែរប្រមាណ 1000 នាក់ត្រូវបានយោធាថៃចាប់បញ្ជូនមកកម្ពុជាវិញពីរដ្ឋធានី Washington លោកយុនសាមៀនមានសេចក្តីរាយការណ៍ប្រធានការិយាល័យតំណាក់តំណងព្រំដែនខ្មែរថៃលោកពេជ្រវណ្ណាអះអាងថាស្ថានភាពនៅតាមព្រំដែននៃប្រទេសទាំងពីរមានប្រក្រតីភាពឡើងវិញហើយបើទោះបីជារដ្ឋាភិបាលថៃនៅបន្តចាប់បញ្ជូនពលករខ្មែរមកកម្ពុជាវិញក៏ដោយធម្មតាដូចមុនវិញទោះបីមុនរដ្ឋបហាយោធាក៏អាចមាន700 500ទៅ1000អីចឹងជាប្រចាំហ្នឹងចង់មកចឹងគាត់ទៅឲ្យគេចាប់បញ្ជូនមកខាងភាគីថៃហ្នឹងគាត់អត់ទៅអស់លុយច្រើនបើកលុយបានអីចឹងគាត់ចង់មកគាត់ទៅជាក្រុមជាពួកចឹងទៅឲ្យខាងសមាជិកគាត់ចាប់បញ្ជូនមកវិញលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃទី26មិថុនាប្រកាសថាយ៉ាងហោចណាស់ក៏មានពលករខ្មែរប្រមាណ 250,000 នាក់ភាគច្រើនត្រូវបានចាប់បញ្ជូននិងខ្លះទៀតស្ម័គ្រចិត្តវិលត្រឡប់មកកម្ពុជាវិញលោកបញ្ជាក់ថាដំបូងឡើយរដ្ឋាភិបាលថៃបានរំលោភសិទ្ធិមនុស្សក្នុងការចាប់បញ្ជូនប៉ុន្តែក្រោយពីមានការតវ៉ាពីរដ្ឋាភិបាលកម្ពុជាមករដ្ឋាភិបាលយោធាថៃគោរពសិទ្ធិពលករប្រសើរជាងមុនលោកហ៊ុនសែនក៏សន្យានឹងពន្លឿនដំណើរការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់ដោយសម្រួលធ្វើលិខិតឆ្លងដែនក្នុងរយៈពេល20ថ្ងៃហើយយកតម្លៃ$4សម្រាប់រូបថតលោកពេជ្រវណ្ណាបញ្ជាក់ថានៅតាមច្រកព្រំដែនកម្ពុជាថៃមួយចំនួនពលករកម្ពុជាកំពុងធ្វើលិខិតស្នាមដើម្បីទៅធ្វើការងារស្របច្បាប់នៅប្រទេសថៃវិញកាលពីសប្តាហ៍មុនក្រសួងសុខាភិបាលថៃបានរៀបចំការិយាល័យប្រចាំខេត្តថៃចំនួន4រួមមានខេត្តស្រះកែវច័ន្ទបុរីត្រាតនិងខេត្តសុរិន្ទដើម្បីផ្ដល់សេវាកម្មពិនិត្យសុខភាពនិងលក់ប័ណ្ណធានារ៉ាប់រងផ្នែកសុខភាពឲ្យពលរដ្ឋខ្មែរដែលនឹងវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញសារព័ត៌មានថៃ The Nation ដកស្រង់សម្ដីមន្ត្រីសុខាភិបាលថៃថាតម្លៃពិនិត្យសុខភាពសម្រាប់ពលករខ្មែរមានតម្លៃ$15និងប័ណ្ណធានារ៉ាប់រងសុខភាពមានតម្លៃប្រមាណ$49សម្រាប់មនុស្សពេញវ័យនិង$11សម្រាប់កុមារវិធានការនេះធ្វើឡើងបន្ទាប់ពីរបាយការណ៍ក្រសួងសុខាភិបាលថៃរកឃើញថាពលករប្រមាណ 20,000 នាក់កាលពីឆ្នាំ2012មានផ្ទុកជំងឺរបេងពលករដែលនឹងចូលរកការងារធ្វើតាមច្រកព្រំដែនទាំង4នេះនឹងដាក់ឲ្យស្នាក់នៅក្នុងមណ្ឌលបណ្ដោះអាសន្នរហូតដល់60ថ្ងៃរងចាំម្ចាស់ក្រុមហ៊ុនមកទទួលយកទៅធ្វើការងារក្នុងពេលរងចាំនោះពលករទាំងនោះនឹងទទួលសេវាពិនិត្យសុខភាពនិងទិញប័ណ្ណធានារ៉ាប់រងមន្ត្រីសុខាភិបាលថៃនៅមិនទាន់បញ្ជាក់ឲ្យច្បាស់លាស់ថាតើប្រសិនបើពលករពិនិត្យឃើញថាមានបញ្ហាសុខភាពប៉ុន្តែមិនទិញប័ណ្ណធានារ៉ាប់រងនឹងត្រូវអនុញ្ញាតឲ្យធ្វើការនៅប្រទេសថៃឬទេ
ក្រៅពីការធ្វើកំណែទម្រង់ពលករធ្វើការងារខុសច្បាប់នៅប្រទេសថៃក្រសួងអភិវឌ្ឍសង្គមនិងសន្តិសុខថៃក៏ធ្វើយុទ្ធនាការបោះសម្អាតករណីកុមារដើរសុំទាននៅតាមផ្លូវសាធារណៈមន្ត្រីថៃរកឃើញថាកុមារកម្ពុជាតូចៗជាច្រើនត្រូវបានជួញដូរហើយបង្ខំឲ្យដើរសុំទាននៅប្រទេសថៃកុមារទាំងនោះភាគច្រើនមានអាយុក្រោម10ឆ្នាំហើយខ្លះទៀតជាទារកប្រធានការិយាល័យទំនាក់ទំនងព្រំដែនខ្មែរថៃលោកពេជ្រវណ្ណាបដិសេធព័ត៌មានថាមានកុមារកម្ពុជាដើរសុំទាននៅប្រទេសថៃខ្ញុំយុនសាមៀនវិទ្យុអាស៊ីសេរីប្រធានាធិបតី Washington លោកនាងជាទីមេត្រីព័ត៌មានការិយាល័យជាតិនៃប្រទេសថៃរាយការណ៍ថារដ្ឋមន្ត្រីក្រសួងការបរទេសថៃលោកស៊ីហាសាភួងកេតកែវនឹងមកទស្សនកិច្ចកម្ពុជាដើម្បីសម្របសម្រួលឯកសារមួយចំនួនជាមួយភាគីកម្ពុជាក្នុងការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសថៃសារព័ត៌មានមិនបានបញ្ជាក់កាលបរិច្ឆេទទេប៉ុន្តែមន្ត្រីក្រសួងការបរទេសខ្មែរបង្ហើបឲ្យដឹងថាលោកស៊ីហាសាភួងកេតកែវមកទស្សនកិច្ចនៅថ្ងៃទី1ខែកក្កដានេះដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលដែលពលករខ្មែរខុសច្បាប់ប្រហែលជាង200,000នាក់ក្នុងនោះភាគច្រើនលើសលប់ត្រូវអាជ្ញាធរចាប់បញ្ជូនមកកម្ពុជាវិញក្នុងអំឡុងខែមិថុនាដោយអមនុស្សធម៌បើតាមព័ត៌មានដដែលដំណើរទស្សនកិច្ចរដ្ឋមន្ត្រីក្រសួងការបរទេសថៃលើកនេះនឹងជួបភាគីកម្ពុជាលោករដ្ឋមន្ត្រីការបរទេសខ្មែរលោកហៅណាំហុងនិងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដើម្បីពិភាក្សាអំពីការសម្រួលឯកសារនានាក្នុងការបញ្ជូនពលករខ្មែរត្រឡប់ទៅធ្វើការនៅថៃវិញដោយស្របច្បាប់វិទ្យុអាស៊ីសេរីមិនអាចតាក់ទងមន្ត្រីនាំពាក្យក្រសួងការបរទេសខ្មែរលោកកុយគួងបានភ្លាមនៅល្ងាចថ្ងៃទី30ខែមិថុនាដើម្បីសូមការបញ្ជាក់បន្ថែមដោយសារលោកជាប់រវល់កាសែតបានកកប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃទី30ខែមិថុនាថាអាជ្ញាធរថៃនៅខេត្តសមុទ្រសខរបានសម្រួលចុះបញ្ជីដល់ពលករខុសច្បាប់បរទេសមានដូចជាពលករខ្មែរឡាវនិងភូមាឬមីយ៉ាន់ម៉ាក្នុងមួយថ្ងៃរាប់ពាន់នាក់ឲ្យក្លាយទៅជាពលករស្របច្បាប់ដើម្បីធ្វើការនៅទីនោះជាបន្តទៀតលោកនាងជាទីមេត្រីមន្ត្រីសង្គមស៊ីវិលនិងតំណាងរាជគណៈបកប្រឆាំងស្នើឲ្យក្រសួងមហាផ្ទៃអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍និងបង្ហាញស្ថិតិនៃចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ទាំងឡាយដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃថ្លែងថាមន្ត្រីជំនាញបានអនុវត្តច្បាប់អន្តោប្រវេសន៍នេះជាហូរហែលោកដាននយុទ្ធជារាជការអង្គការមិនមែនរដ្ឋាភិបាលមួយឈ្មោះក្រមប្រឹក្សាឃ្លាំមើលកម្ពុជាផ្ញើលិខិតជូនលោកសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើជំរុញការអនុវត្តច្បាប់អន្តោប្រវេសន៍ដែលសភាអនុម័តកាលពីឆ្នាំ1994ឲ្យមានប្រសិទ្ធភាពលិខិតចុះថ្ងៃទី30ខែមិថុនារបស់តំណាងក្រមប្រឹក្សាឃ្លាំមើលកម្ពុជាចុះហត្ថលេខាដោយលោករងឈុនកត់សម្គាល់ថាកន្លងមកនេះក្រសួងមហាផ្ទៃពុំទាន់អនុវត្តច្បាប់អន្តោប្រវេសន៍ទៅលើជនអន្តោប្រវេសន៍ខុសច្បាប់ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាដ៏ច្រើនសន្ធឹកសន្ធាប់ពិសេសជនជាតិវៀតណាមឲ្យបានត្រឹមត្រូវទេលោកថាករណីនេះបណ្ដាលឲ្យបាត់បង់ការងារពលករខ្មែរនិងប៉ះពាល់ដល់សន្តិសុខសង្គមធ្ងន់ធ្ងរបន្ថែមលើលិខិតលោករងឈុនស្នើដល់ក្រសួងមហាផ្ទៃឲ្យអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ទាំងឡាយណាដែលកំពុងមានវត្តមានក្នុងប្រទេសកម្ពុជាក្រមប្រឹក្សាឃ្លាំមើលកម្ពុជាយើងរងចាំមើលការឆ្លើយតបពីក្រសួងមហាផ្ទៃហើយបើមិនមានការឆ្លើយតបទេតទៅមុខទៀតនឹងមានការប្រមូលផ្ដុំធ្វើបាតកម្មដើម្បីដាក់ញត្តិជំរុញឲ្យមានការអនុវត្តច្បាប់ជនអន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាពដូចគ្នាដែរលោកយ៉ែមពញ្ញរិទ្ធមន្ត្រីនាំពាក្យគណៈបកសង្គ្រោះជាតិរិះគន់ថាកន្លងមករលិខិតរបស់គណៈបកប្រឆាំងស្នើដល់ក្រសួងមហាផ្ទៃឬរដ្ឋាភិបាលឲ្យជួយផ្ដល់ស្ថិតិពីចំនួនជនអន្តោប្រវេសន៍ទាំងស្របនិងខុសច្បាប់ដែលចូលមករស់នៅក្នុងប្រទេសកម្ពុជាគ្មានចម្លើយឆ្លើយតបទេមន្ត្រីបកប្រឆាំងរូបនេះថ្លែងព្រួយបារម្ភពីជនអន្តោប្រវេសន៍ខុសច្បាប់ដែលចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជាហើយរដ្ឋាភិបាលឬក្រសួងមហាផ្ទៃគ្រប់គ្រងមិនបានច្បាស់លាស់រឿងនេះមានបញ្ហាធំណាស់សម្រាប់ប្រទេសជាតិពីប្រទេសនីមួយៗគឺតែងតែគ្រប់គ្រងប្រជាពលរដ្ឋបានយ៉ាងច្បាស់លាស់គ្រប់គ្រងអន្តោប្រវេសន៍ទាំងស្របច្បាប់ទាំងខុសច្បាប់នឹងបានយ៉ាងពិតប្រាកដដោយឡែកតែប្រទេសកម្ពុជាដែលសូម្បីតែកសិកម្មបានក៏ធ្វើបានគ្រប់គ្រាន់គ្រប់គ្រងប្រជាពលរដ្ឋនៅអន្តោប្រវេសន៍នេះក៏មិនច្បាស់លាស់ទៀតវាជារឿងមួយដែលគណៈបក្សសង្គ្រោះជាតិមានការព្រួយបារម្ភជាទីបំផុតហើយយើងចង់ជំរុញនិងលើកទឹកចិត្តស្នើសុំឲ្យរដ្ឋាភិបាលនឹងគិតគូរបានច្បាស់លាស់ពីបញ្ហាប្រជាពលរដ្ឋរបស់យើងនិងអន្តោប្រវេសន៍ស្របច្បាប់ខុសច្បាប់នោះណាឆ្លើយតបបញ្ហានេះលោកខៀវសុភមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃឲ្យដឹងថា
ក្រសួងបានអនុវត្តច្បាប់បន្តប្រវេសនេះជាបន្តបន្ទាប់និងបានចាប់បញ្ជូនជនបន្តប្រវេសខុសច្បាប់មួយចំនួនឲ្យវិលទៅក្រៅប្រទេសវិញរដងនេះមិនមែនថាយើងមិនអនុវត្តទេហើយចាំមើលខិតហ្នឹងការអនុវត្តយ៉ាងម៉េចឬមួយក៏គាត់ចាំនិយាយថាការចាប់បញ្ជូននៃអីជនតប្រវេសដោយរូបភាពនៃថៃបញ្ជូនពលករខ្មែរក្នុងរកខ្មែរយ៉ាងយើងចាំមើលខិតបានវត្តធម្មតាយើងបានធ្វើការស្ថិតិធ្វើអីរួចហើយអ្នកណាដែលអន្តរប្រវេសមិនស្របច្បាប់គឺយើងបានខិតខំធ្វើឡើងតាមអនុវត្តច្បាប់នោះដែរមានការបញ្ជូនចេញពីបណ្ដាដែរពីអត់វាមិនមែនចាំពួតជាតិណាមួយទេការបញ្ជូនចេញជនតប្រវេសគឺការបដិចេញជារឿយៗហោហែហើយដល់រដ្ឋផ្សេងទេលោកតែងតែបដិជនតវេណាដែលគាត់គាត់ចេញពីតែរាជាសកម្មភាពយើងតែប្រយោជន៍នេះเราសពអ្នកហើយអង្គការរដ្ឋនឹងមកទូយ៉ាងណាលោកមិនទាន់បង្ហាញតួលេខនៃចំនួនជនអន្តោប្រវេសន៍ទាំងស្របនិងខុសច្បាប់មួយចំនួនដែលកំពុងស្នាក់នៅកម្ពុជាថាមានចំនួនប៉ុន្មានឲ្យពិតប្រាកដទេព្រោះលោកថាក្រសួងមហាផ្ទៃកំពុងធ្វើស្ថិតិឲ្យបានត្រឹមត្រូវជាមុនទូយ៉ាងណាមន្ត្រីសង្គមស៊ីវិលនិងមន្ត្រីបកប្រឆាំងចោទថារដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនគឺមិនបានអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាពទេជាងនេះបានអនុញ្ញាតឲ្យជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាមរាប់លានអ្នកចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយគ្មានការទប់ស្កាត់ដែលនាយកជាវិទ្យុអាស៊ីសេរីទីក្រុងភ្នំពេញលោកអ្នកនាងជាទីមេត្រីពលរដ្ឋរិះគន់រដ្ឋាភិបាលថាហាក់មិនមានសមត្ថភាពទប់ស្កាត់បទល្មើសនេសាទការបំផ្លាញបរិស្ថាននៅតំបន់ជម្រកត្រីពងកូនហើយទិន្នផលត្រីបានថយចុះជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំតើហេតុអ្វីបានជារដ្ឋាភិបាលនៅមិនទាន់ទប់ស្កាត់បទល្មើសនេសាទឲ្យមានប្រសិទ្ធភាពលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍អំពីរឿងនេះនៅក្រៅព័ត៌មានប្រចាំថ្ងៃនេះពេលបន្តិចទៀតលោកអ្នកនាងជាទីមេត្រីរដ្ឋាភិបាលឡាវបានទទួលយល់ព្រមដាក់បញ្ជូននៅគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសហុងឲ្យមានការសិក្សាទៅលើផលប៉ះពាល់អវិជ្ជមាននៅផ្នែកខាងក្រោមមានប្រទេសកម្ពុជានិងវៀតណាមដើម្បីជាការបង្ហាញនៃការទទួលខុសត្រូវចំពោះហត្ថលេខីនៃកិច្ចព្រមព្រៀងឆ្នាំ1995រួមនឹងច្បាប់អន្តរជាតិទន្ទឹមគ្នានេះដែររដ្ឋាភិបាលឡាវក៏នៅតែបង្ហាញអំពីការតាំងចិត្តចំពោះការសាងសង់ទំនប់ដនសហុងនេះដដែលការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី20នៃរដ្ឋមន្ត្រីប្រទេសហត្ថលេខីនៃគណៈកម្មការទន្លេមេគង្គរួមមានកម្ពុជាឡាវវៀតណាមនិងថៃក្នុងទីក្រុងបាងកកកាលពីថ្ងៃទី24ដល់ថ្ងៃទី26ខែមិថុនាការសិក្សាផលប៉ះពាល់ឆ្លងដែនរួមមានការសិក្សាទៅលើផលប៉ះពាល់ផ្នែកជីវៈចម្រុះនិងការចិញ្ចឹមជីវិតរបស់ពលរដ្ឋមន្ត្រីសម្របសម្រួលអង្គការទន្លេ3លោកមេឃមានស្វាគមន៍ចំពោះព័ត៌មានទាក់ទិននឹងគម្រោងសាងសង់ទំនប់ដនសហុងរបស់ភាគីឡាវនេះលោកអំពាវនាវឲ្យប្រទេសពាក់ព័ន្ធសិក្សាអំពីផលប៉ះពាល់ឲ្យបានច្បាស់ដើម្បីផ្ដល់ជូនភាគីឡាវយើងសូមស្វាគមន៍ទៅដល់ព័ត៌មានដែលរដ្ឋាភិបាលឡាវដែលបានធ្វើការតាំងចិត្តចូលរួមឬក៏ស្ដាប់ទៅដល់អ្នកពាក់ព័ន្ធជាពិសេសការព្រួយបារម្ភរបស់ប្រទេសខាងក្រោមយើងទៅអត់យើងក៏សូមអំពាវនាវទៅដល់ប្រទេសអ្នកខាងក្រោមនោះរួសរាន់ប្រញាប់ធ្វើការសិក្សាឡើងវិញស្វែងរកផុសតាំងឲ្យជាក់លាក់ដាក់បន្ទុកទៅឲ្យរដ្ឋាភិបាលឡាវដើម្បីឲ្យគេមើលឃើញថាការព្រួយបារម្ភឬក៏ការបាត់បង់នៃធនធានធម្មជាតិរបស់យើងហ្នឹងគឺវាមានពិតប្រាកដមែនអាងទន្លេមេគង្គជាជំរកនៃមនុស្សជាង65លាននាក់ភាគច្រើនជាពលរដ្ឋក្រីក្រដែលទទួលបាននៅជាតិប្រូតេអ៊ីន40ទៅ80% ពីផលនេសាទទឹកសាបការសិក្សាជាច្រើនបង្ហាញថាគម្រោងទំនប់វារីអគ្គិសនីចំនួន11លើទន្លេមេនៃទន្លេមេគង្គក្រោមរាប់ទាំងទំនប់សៃយ៉ាបូរីនិងដនសហុងផងដែរនឹងធ្វើឲ្យប៉ះពាល់ដល់ចលនាបំលាស់ទីរបស់ត្រីនិងបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនៃទន្លេនេះលោកនាងជាទីមេត្រីបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណៈបក្សសង្គ្រោះជាតិម្នាក់គឺលោកសុនឆៃបានដាក់ពាក្យបណ្ដឹងរក្សាការពារទៅតុលាការខេត្តសៀមរាបសូមឲ្យក្រុមហ៊ុនសុខាអូតែលរបស់លោកអុកញ៉ាសុកគង់បញ្ឈប់ការសាងសង់សណ្ឋាគារនៅតំបន់អង្គរខ្ជុងយូព្រោះអាចប៉ះពាល់លើដីកម្មសិទ្ធិឯកជនបណ្ដឹងរក្សាការពារនោះក៏ទាមទារឲ្យតុលាការធ្វើការវិនិច្ឆ័យជាថ្មីទៅលើករណីទំនាស់ដីទំហំជាង3ហិកតាដែលរដ្ឋបានដកហូតពីលោកសុនឆៃកាលពីជាង3ឆ្នាំមុនលោកហងសាវយុទ្ធមានសេចក្តីរាយការណ៍លោកសុនឆៃបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតនៃគណៈបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញឲ្យដឹងថាលោកត្រៀមខ្លួននឹងចូលទៅតុលាការខេត្តសៀមរាបនៅថ្ងៃទី10ខែកក្កដាខាងមុខដើម្បីតទល់ផ្លូវច្បាប់ជុំវិញរឿងដីរបស់លោកដែលអាជ្ញាធរអប្សរាដកហូតយក
ប៉ុន្តែបែរជាប្រគល់ទៅឲ្យក្រុមហ៊ុនសុខាអូតែលសាងសង់សន្តាគារទៅវិញលោកសុនឆៃមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទទី30ខែមិថុនាថាតុលាការខេត្តសៀមរាបបានចេញដីកាកោះហៅរូបលោកឲ្យចូលខ្លួនទៅបំភ្លឺជុំវិញបញ្ហាទំនាស់ដីធ្លីនោះនៅថ្ងៃទី10ខែកក្កដាវេលាម៉ោង 9 ព្រឹកលោកសុនឆៃបញ្ជាក់ថាដីរបស់លោកដែលស្ថិតនៅតំបន់ក្រុមហ៊ុនសុខាអូតែលរបស់លោកអុកញ៉ាសុកគួងកំពុងសង់សន្តាគារនោះគឺរដ្ឋបានដកហូតយកកាលពីជាង3ឆ្នាំមុនក៏ប៉ុន្តែនៅពេលដែលលោកដាក់បណ្ដឹងរក្សាការពារសាររើឡើងវិញទើបតែមានមនុស្សដែលអះអាងថាជាក្រឡាបញ្ជីតុលាការបានទូរស័ព្ទហៅរូបលោកឲ្យទៅទទួលយកលុយសំណងតិចតួចលោកសុនឆៃបង្ហាញចំហថាលោកត្រៀមខ្លួនជាស្រេចហើយដើម្បីតតាំងរឿងក្តីឡើងវិញបើទោះបីជាមិនទាន់ដឹងពីលទ្ធផលយ៉ាងណាក៏ដោយខ្ញុំរំពឹងមិនដឹងយ៉ាងម៉េចទេប៉ុន្តែដីនោះជាដីដែលរដ្ឋយកពីខ្ញុំដោយខុសច្បាប់ទៅទុកជាសម្បត្តិរដ្ឋណាហើយដល់ឥឡូវស្រាប់តែយកទៅឲ្យក្រុមហ៊ុនឯកជនធ្វើតែវាខុសច្បាប់ទាំងអស់ដូច្នេះខ្ញុំចង់មើលឯកសារដែលអប្សរាឲ្យទៅសុកគួងនោះឲ្យរបៀបយ៉ាងម៉េចហើយដីបានជាខ្ញុំចាស់ដីអត់មានសិទ្ធិធ្វើតែហើយទៅសុកគួងបានមានសិទ្ធិធ្វើតែទោះយ៉ាងណាវិទ្យុអាស៊ីសេរីមិនអាចតាក់ទងតំណាងក្រុមហ៊ុនសុខាអូតែលនិងអគ្គនាយកអាជ្ញាធរអប្សរាដើម្បីសុំប្រតិកម្មចំពោះបណ្ដឹងរក្សាការពាររបស់លោកសុនឆៃនេះបានថាយ៉ាងណានៅឡើយទេចំណែកប្រធានសាលាដំបងខេត្តសៀមរាបលោកងួនណារ៉ាក៏មិនអធិប្បាយយ៉ាងណាដែរដោយលោកគ្រាន់តែបញ្ជាក់ថាលោកបានបញ្ជូនរឿងនេះទៅឲ្យចៅក្រមពិនិត្យហើយខ្ញុំក្នុងន័យរដ្ឋបាលគឺទទួលរឿងឲ្យបញ្ជូនទៅជាក្រុមគាត់អ្នកពិនិត្យណាប្រការងារហ្នឹងគាត់បានដឹងប៉ុន្តែធម្មតាគេធ្វើដំណើរការតាមនីតិវិធីហើយណាបណ្ដឹងរក្សាការពាររបស់លោកសុនឆៃដែលដាក់ជូនតុលាការខេត្តសៀមរាបចុះថ្ងៃទី23ខែមិថុនាបានចាត់ទុកអាជ្ញាធរអប្សរាដែលដកហូតយកដីរបស់លោកក៏ប៉ុន្តែបែរជាឲ្យក្រុមហ៊ុនសុខាអូតែលយកទៅសាងសង់សន្តាគារទៅវិញនោះគឺជាអំពើខុសច្បាប់បណ្ដឹងនោះសង្កត់ធ្ងន់ថាមាត្រា5នៃច្បាប់ភូមិបាលឆ្នាំ2001បានចែងថាគ្មានបុគ្គលណាមួយត្រូវបានដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេប្រសិនបើការដកហូតនេះមិនមែនដើម្បីប្រយោជន៍សាធារណៈការដកហូតត្រូវធ្វើទៅតាមទម្រង់និងនីតិវិធីបញ្ញត្តិដោយច្បាប់និងបទបញ្ជាបន្ទាប់ពីបានផ្ដល់សំណងសមរម្យនិងយុត្តិធម៌ជាមុនខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីពីខេត្តសៀមរាបលោកអ្នកនាងជាទីមេត្រីសមាជិកក្រុមប្រឹក្សាស្រុកកែវសីមានៃគណៈបកសង្គ្រោះជាតិចោទប្រកាន់ប្រធានក្រុមប្រឹក្សាស្រុកនៃគណៈបកប្រជាជនកម្ពុជាថាអនុវត្តតួនាទីមិនបានត្រឹមត្រូវនិងបានប្រើប្រាស់ថ្នាក់ការគណៈបកប្រជាជនកម្ពុជាជាកន្លែងប្រជុំក្រុមប្រឹក្សាស្រុកលោករដ្ឋាភិបាលរាយការណ៍សមាជិកក្រុមប្រឹក្សាស្រុកកែវសីមាខេត្តមណ្ឌលគិរី2រូបមកពីគណៈបកសង្គ្រោះជាតិគឺលោកអ៊ីវិននិងលោករេធីធ្វើពហិការមិនចូលរួមប្រជុំការងារជាមួយសមាជិកក្រុមប្រឹក្សាស្រុកនៃគណៈបកប្រជាជននៅថ្ងៃច័ន្ទទី30ខែមិថុនាក្រោមហេតុផលថាកន្លែងប្រជុំជាផ្ទះអភិបាលស្រុកមានស្លាកសញ្ញាគណៈបកប្រជាជនមន្ត្រីគណៈបកសង្គ្រោះជាតិលោកអ៊ីវិនរៀបរាប់ថាប្រធានក្រុមប្រឹក្សាស្រុកកែវសីមាបានទូរស័ព្ទកោះអញ្ជើញលោកនិងសមាជិកក្រុមប្រឹក្សាផ្សេងទៀតឲ្យមកប្រជុំការងារក៏ប៉ុន្តែទីកន្លែងប្រជុំមិនបានធ្វើនៅសាលាឃុំដូចមុនទេគឺយកផ្ទះអភិបាលស្រុកជាកន្លែងប្រជុំទើបលោកមិនចូលរួមប្រជុំលោកថ្លែងថានេះជាទង្វើខុសមិនត្រឹមត្រូវក្នុងការបំពេញតួនាទីរបស់ក្រុមប្រឹក្សាស្រុកនិងប៉ះពាល់ទៅដល់កិត្តិយសនិងប្រជាប្រិយភាពគណៈបកសង្គ្រោះជាតិឲ្យទៅកន្លែងណាក៏ដោយឲ្យទៅកន្លែងរដ្ឋបើថាចូលក្នុងកន្លែងលោកអភិបាលខ្ញុំមិនអាចចូលបានទេសាលាស្រុកមានអត់ធ្វើទេសាលាស្រុកចាស់មានកន្លែងបាក់ទេតែម្ដងគេដកដាក់ចេញទៅបីដកទៅដល់ក៏នៅតែគេសង្ស័យដែរជាប្រវត្តិទាំងអស់ចិត្តសាមគេសង្ស័យទៅកន្លែងនេះគឺកន្លែងបាក់ទេដែរឆ្លើយតបការចោទប្រកាន់នេះប្រធានក្រុមប្រឹក្សាស្រុកកែវសីមាលោកប៉ែនសាវ៉េតបញ្ជាក់ថាក្រុមប្រឹក្សាស្រុកមិនមានបើកកិច្ចប្រជុំអ្វីនោះទេគឺលោកបានអញ្ជើញមន្ត្រីគណៈបកសង្គ្រោះជាតិមកបើកប្រាក់ខែនៅសាលាស្រុកក៏ប៉ុន្តែមន្ត្រីបកសង្គ្រោះជាតិយល់ច្រឡំលោកអាងថាកម្មវិធីប្រជុំគឺធ្វើឡើងនៅថ្ងៃទី24ខែកក្កដានៅសាលាឃុំដោយធម្មតារឿងលុយទេតាមរឿងបើលុយរឿងប្រជុំអត់ស្គាល់មានប្រជុំទេគាត់ទៅធ្វើតែរបៀបយ៉ាងឲ្យចូលធ្វើការមួយគេមិនកើតគាត់មុននឹងធ្វើអីត្រូវសួរគេឲ្យច្បាស់មានប្រជុំទេណាហើយមិនសូវប្រជុំតាមជាកាយទៅគាត់ត្រូវកាយចូលប្រជុំជាមួយគេដែរអតីតមន្ត្រីសាលាស្រុកកែវសីមាមួយរូបសូមមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងថាអភិបាលស្រុកកែវសីមាគឺលោកស៊ិនវ៉ាន់វុតបានបោះបង់អតីតទីតាំងសាលាស្រុកចោលតាំងពីឆ្នាំ1999ក្រោមហេតុផលថាសាលាស្រុកចាស់ទ្រុឌទ្រោមមិនអាចធ្វើការបានការិយាល័យទាំងអស់ត្រូវរើមកធ្វើការនៅផ្ទះអភិបាលស្រុកជាបណ្ដោះអាសន្នបន្ទាប់មកមន្ត្រីស្រុកបានលក់ដីរដ្ឋបាលមួយកន្លែងនៅឃុំមេម៉ង់ដើម្បីយកប្រាក់សាងសង់សាលាស្រុកថ្មីក៏ប៉ុន្តែរហូតបច្ចុប្បន្នទីតាំងសាលាស្រុកថ្មីមិនទាន់បានសាងសង់អ្វីនៅឡើយដោយឡែកការិយា
យាល័យស្រុកបណ្ដោះអាសន្ននេះក៏មិនមានលើកស្លាកសាលាស្រុកដែលគឺមានលើកស្លាកសញ្ញាគណៈបកប្រជាជនទៅវិញតែទិនករណីនេះដែរប្រធានការិយាល័យរដ្ឋបាលមូលដ្ឋាននៃសាលាខេត្តមណ្ឌលគិរីលោកហៀកសុផានបញ្ជាក់ថាកន្លែងធ្វើការរបស់ក្រុមប្រឹក្សាស្រុកគឺនៅសាលាស្រុកលោកបន្តថាសមាជិកក្រុមប្រឹក្សាស្រុកទាំងពីរគណៈបកគួរពិភាក្សាឯកភាពគ្នាលើទីកន្លែងប្រជុំគណៈពេលសាលាស្រុកមិនទាន់មានកន្លែងធ្វើការត្រឹមត្រូវយ៉ាងណាក៏ដោយមន្ត្រីគណៈបកសង្គ្រោះជាតិដដែលឲ្យដឹងថាកន្លងទៅនេះក្រុមប្រឹក្សាស្រុកបានឯកភាពគ្នាយកសាលាឃុំស្រែខ្ទុំប្រជុំ2លើករួចហើយលោកអះអាងថាប្រជាពលរដ្ឋអ្នកបោះឆ្នោតជូនគណៈបកសង្គ្រោះជាតិទាមទារឲ្យមន្ត្រីជាប់ឆ្នោតបំពេញការងារក្នុងឋានៈជាមន្ត្រីមូលដ្ឋានមិនលំអៀងទៅរកនិន្នាការគណៈបកនយោបាយខ្ញុំរដ្ឋាវិសាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីអាស៊ីសេរីលោកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington សហរដ្ឋអាមេរិកសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពិស្ដារផ្សេងៗទៀតនៅពេលបន្តិចទៅនេះលោកនាងអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ស្ដីអំពីក្រុមអ្នកភូមិនាំគ្នារិះគន់ទិវាមច្ឆជាតិប្រចាំឆ្នាំ2014នេតិច្បាប់ប្រចាំសប្តាហ៍ស្ដីអំពីការព្យួរទោសហើយនៅចុងក្រោយគឺជាព័ត៌មានបញ្ចប់សូមអញ្ជើញលោកនាងស្ដាប់កម្មវិធីផ្សាយរបស់យើងខ្ញុំជាបន្តទៅទៀតដោយមេត្រីសេចក្តីរាយការណ៍ពិស្ដារប្រជានេសាទព្រួយបារម្ភចំពោះផលនេសាទធម្មជាតិទាំងទឹកសាបនិងទឹកប្រៃថយចុះក្តីបារម្ភនេះស្របពេលដែលរដ្ឋាភិបាលប្រារព្ធទិវាមច្ឆជាតិប្រចាំឆ្នាំ2014ដែលធ្វើឡើងនៅខេត្តកំពង់ឆ្នាំងឆ្លើយតបនឹងបញ្ហានេះមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យជលផលបានអះអាងថាធនធានជលផលកម្ពុជាមានការរីកចម្រើនហើយថារដ្ឋាភិបាលកំពុងដាក់ផែនការទប់ស្កាត់បទល្មើសនេសាទឲ្យមានប្រសិទ្ធភាពថែមទៀតនៅរដូវបិទនេសាទឆ្នាំថ្មីនេះលោកសេបណ្ឌិតមានសេចក្តីរាយការណ៍ទិវាមច្ឆជាតិប្រចាំឆ្នាំ2014នេះកំណត់យកប្រធានបទត្រីដើម្បីអ្នកទាំងអស់គ្នាដើម្បីត្រីពិធីនេះប្រារព្ធឡើងនៅព្រឹកថ្ងៃអង្គារទី1ខែកក្កដានៅតំបន់អាងទឹកក្ដុលភូមិក្រាំងកន្ទ្រោលស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងដោយមានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគ្រងចូលរួមជាអធិបតីផងប្រតិភូរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផលលោកណៅធក់មានប្រសាសន៍មួយថ្ងៃមុនចាប់ផ្ដើមពិធីនោះថាការជ្រើសរើសប្រធានបទនេះដើម្បីបំផុសស្មារតីប្រជាពលរដ្ឋនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ឲ្យចូលរួមការពារមច្ឆជាតិឲ្យមានប្រសិទ្ធភាពពីព្រោះប្រជាពលរដ្ឋខ្មែរយើងបរិភោគត្រីគ្រប់គ្នាណាមួយឆ្នាំអស់3គីឡូក្រាមម្នាក់ក្នុងមួយឆ្នាំអញ្ចឹងធនធានត្រីនេះត្រូវតែជួយការពារទាំងអស់គ្នាដែរព្រោះខ្មែរទាំងអស់គ្នាហូបត្រីហើយអញ្ចឹងវាជាភារកិច្ចរួមគឺឲ្យតតែទាំងអស់គ្នាដើម្បីត្រីដើម្បីទៅបានត្រីសម្រាប់ទាំងអស់គ្នាដែរងាកទៅខាងប្រជានេសាទទឹកសាបនិងទឹកប្រៃវិញពួកគាត់មិនសូវជាចាប់អារម្មណ៍ចំពោះពិធីនេះឡើយពីព្រោះរដ្ឋាភិបាលហាក់មិនបង្ហាញសមត្ថភាពក្នុងការទប់ស្កាត់បទល្មើសនេសាទការបំផ្លាញបរិស្ថាននៅតំបន់ជម្រកត្រីពងកូនហើយទិន្នផលត្រីបានថយចុះជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំប្រធានបណ្ដាញប្រជានេសាទតំបន់ឆ្នេរសមុទ្រលោកអ្នកសេនបច្ចុប្បន្នលោករស់នៅក្នុងឃុំត្រើយកោះខេត្តកំពតមានការចាប់អារម្មណ៍ថាជារូបភាពឃើញថាល្អណាស់ចំពោះពិធីមច្ឆជាតិនេះប៉ុន្តែធាតុពិតពុំមានប្រយោជន៍អ្វីឡើយឬពុំមានគោលដៅឲ្យពិតប្រាកដក្នុងការកាត់បន្ថយបទល្មើសនេសាទនិងអាចបង្កើនទិន្នផលត្រីឲ្យបានដូចសម័យមុននោះទេបាទនិយាយដែរបងគាត់ថាធ្វើរឿងធ្វើពីវាម្ចាស់ជាតិហ្នឹងយើងជួយស្គាល់ហើយមិនគាត់ថានៅប្រទេសយើងនៅខេត្តខ្ញុំវិញដូចគ្មានឃើញអីរីកចម្រើនមានអីគង់វងមានអីទឹកទេមានអីចាប់អារម្មណ៍ហ្នឹងខ្ញុំលើកបាក់ដែរចាប់អារម្មណ៍តែដល់ការពីរបស់យើងហ្នឹងមិនបានទៅមុខក៏បានឆេរទៅវាគ្រាន់បានតែចុះបើកាន់តែថយចុះថយទៅអញ្ចឹងយើងធ្វើយ៉ាងម៉េចហ្នឹងលោកបន្តថាផលនេសាទនៅតំបន់ឆ្នេរសមុទ្រឆ្នាំនេះថយចុះប្រមាណជា 50% បើប្រៀបធៀបនឹងឆ្នាំកន្លងទៅការថយចុះនេះលោកបានលើកយកហេតុផលបទល្មើសនេសាទជាគោលដៅសំខាន់ហើយសមត្ថកិច្ចមិនអាចទប់ស្កាត់បានទេក្នុងរយៈពេលជាច្រើនឆ្នាំមកហើយចំណែកប្រជានេសាទនៅតំបន់ទឹកសាបវិញក៏មានទស្សនៈស្រដៀងគ្នានេះដែរប្រធានសហគមន៍ប្រជានេសាទនៅតំបន់បឹងទន្លេសាបលោកឡុងសុចែតមានប្រសាសន៍ថាទិន្នផលនេសាទនៅតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាបឆ្នាំនេះបានថយចុះច្រើនជាងឆ្នាំមុនបើប្រៀបធៀបនឹងពេលវេលាដូចគ្នាស្ថានភាពកម្ពស់ទឹកដូចគ្នាយើង
ត្រួតពិនិត្យមើលតាមលក្ខណៈគ្រួសារដែលកាត់នេសាទបានពួកខ្ញុំនៅទន្លេអញ្ចឹងមើលដឹងថាពេលកាត់នេសាទបានមកព្រោះពេលអ្នកខ្លះអាចពីកាលឆ្នាំមុនខែហ្នឹងហើយគាត់រែងមងអីអាចមួយថ្ងៃបានត្រឹម30000 20000 3-4មានខ្លះរហូតដល់40000ទៅឆ្នាំនេះខ្សោយនៅត្រឹម10000ខ្លះវិញ7-8000នៃត្រីដែលខ្សោយជាងឆ្នាំមុនចំណែកប្រជានេសាទនៅក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងវិញមានប្រសាសន៍ដែរថាទោះបីជារដ្ឋាភិបាលធ្វើពិធីលែងកូនត្រីក្នុងទិវាមច្ឆជាតិជាច្រើនលើកថែមទៀតក៏ដោយក៏មិនអាចឲ្យធនធានត្រីធម្មជាតិសម្បូរឡើងវិញឡើយបើសិនជាពុំមានការថែទាំព្រៃរនាមដែលជាជម្រកដ៏សំខាន់របស់ពួកវាឲ្យបានគង់វង្សនិងទប់ស្កាត់បទល្មើសមិនបាននោះទេឲ្យមន្ត្រីខាងប្រព័ន្ធទាំងអស់ហ្នឹងជួយចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ផងព្រោះត្រីរបស់ខ្មែរយើងឥឡូវវាចិត្តទាំងអស់ហើយតែដាច់ពូជហើយគណៈឈឹកគនេះណាអូណាសាច់ក្បៃបងអានេះចលាមកគុំមកទិញត្រីអត់មានត្រីជលផលណាទៅអើពើមិនដឹកមេផងទៅក្បាលយកទៅទៅដាក់ដល់ចឹងឆាទៀតពីខ្មែរយើងកាន់តែអស់ទៅហើយលោកឡុងសុចែតបានឲ្យដឹកថាការហិនហោចពូជត្រីស្ទើរតែទាំងស្រុងនៅក្នុងពេលនេះគឺបណ្ដាលមកពីបទល្មើសនេសាទធ្ងន់ធ្ងរនិងការកាប់បំផ្លាញព្រៃលិចទឹកទន្ទ្រានយកដីជាដើមហើយបញ្ហានេះរដ្ឋាភិបាលមិនទាន់បានអនុវត្តឲ្យមានតម្លាភាពទេឡើយលោកបន្តថាការធូររលុងនៃការអនុវត្តច្បាប់ជាដើមចមដែលនាំឲ្យការទប់ស្កាត់បទល្មើសនេសាទមិនមានប្រសិទ្ធភាពបាទស្រីថាអ្នកដែលប្រព្រឹត្តបទល្មើសអត់មានទោសទណ្ឌទេចាប់ឲ្យទៅយកលុយទៅលែងចាប់ឲ្យយកលុយលែងអញ្ចឹងធ្វើឲ្យអ្នកដែលប្រព្រឹត្តបទល្មើសនេះនៅតែហ៊ាននៅតែបំពេញទៅខ្លាចអីទៅទៅរកបានលុយយកលុយហ្នឹងមកដើម្បីដោះខ្លួនទៅពេលដែលគេចាំអានេះជាបញ្ហាដែលយើងមើលឃើញថាធ្វើឲ្យមានឥទ្ធិពលទៅដល់ធនធានសូផលឆ្លើយតបនឹងការលើកឡើងរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់មកនេះប្រតិភូរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផលលោកណៃធុបានបដិសេធដោយលោកអះអាងថាផលត្រីកើនឡើងជាបន្តបន្ទាប់ក្រោយពីរដ្ឋាភិបាលកែតម្រង់ស៊ីជម្រៅលើវិស័យនេះកន្លងមកលោកថាកាលពីឆ្នាំ2013ទិន្នផលត្រី3ប្រភេទគឺប្រភេទត្រីទឹកសាបទឹកប្រៃនិងត្រីចិញ្ចឹមបានកើនឡើង 46,000 តោនលើសពីឆ្នាំ2012ដែលទទួលបានផលសរុបជាង 680,000 តោនក្នុងនោះដែរត្រីទឹកសាបមានប្រមាណជាង 500,000 តោនចំណែកការបង្ក្រាបបទល្មើសវិញលោកថាគិតពីដើមរដូវឆ្នាំនេះមកបង្ក្រាបបានបទល្មើសជាង100ករណីហើយលោកបានឲ្យដឹងទៀតថាព្រៃលិចទឹកសពថ្ងៃនៅសល់ប្រមាណ1លានហិកតាប៉ុន្តែលោកមិនបានបង្ហាញថាមានការកាប់បំផ្លាញអស់ប៉ុន្មាននោះទេតែទៅនឹងបញ្ហានេះដែរមន្ត្រីរដ្ឋបាលជលផលមួយរូបដែលសូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថាព្រៃលិចទឹកមួយចំនួនត្រូវបានជនមានអំណាចកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិតាមរយៈគម្រោងអភិវឌ្ឍអស់ប្រមាណជាង 30,000 ហិកតានិងនៅតំបន់វាលទំនាបលិចទឹកនៅរដូវវស្សាមួយចំនួនទៀតដែលជាប់តាក់ទងនឹងដែននេសាទនិងជាជំរកត្រីពងកូនដែរនោះក៏ត្រូវគេបូមខ្សាច់ចាក់លុបជាបណ្ដាដែរដូចជានៅតំបន់ជ្រោយចង្វាព្រែកលៀបខ្ទរបាក់ខែងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 6A នៅតំបន់បឹងជើងឯកជាយរាជធានីភ្នំពេញនិងតំបន់មួយចំនួនទៀតនៅក្នុងខេត្តកណ្ដាលនិងបណ្ដាខេត្តមួយចំនួនទៀតដែលស្ថិតនៅជុំវិញបឹងទន្លេសាបមន្ត្រីដដាលបានឲ្យដឹងដែរថាផលត្រីដែលលោកណៃធុថាកើនឡើងនោះគឺកើនឡើងតែតួលេខរីឯចំនួនពិតប្រាកដមិនមានឡើយហើយបើតាមស្ថានភាពជាក់ស្ដែងដោយប្រជាពលរដ្ឋលើកឡើងនិងលក្ខខណ្ឌធម្មជាតិលក្ខណៈបច្ចេកទេសបានបង្ហាញថាផលត្រីមិនអាចកើនឡើងបានទេផ្ទុយទៅវិញមានតែការប្រឈមមុខនឹងផុតពូជលោកបន្តថាតម្រូវការត្រីនៅក្នុងស្រុកសពថ្ងៃភាគច្រើនបំពេញដោយត្រីចិញ្ចឹមនាំចូលពីប្រទេសវៀតណាមចំណែកត្រីធម្មជាតិពិសេសពីបឹងទន្លេសាបត្រូវនាំចេញទៅប្រទេសវៀតណាមនិងប្រទេសថៃពីព្រោះប្រទេសទាំងនោះមានតម្រូវការត្រីធម្មជាតិខ្ពស់និងលក់បានថ្លៃរបាយការណ៍របស់គណៈកម្មាធិការទន្លេមេគង្គបានបង្ហាញឲ្យដឹងថាកម្ពុជាធ្លាប់ជាប់ចំណាត់ថ្នាក់លេខ4ក្រោមប្រទេសចំនួន3ផ្សេងទៀតគឺប្រទេសបង់ក្លាដេសប្រទេសឥណ្ឌានិងប្រទេសចិនក្រមប្រជានេសាទសហគមន៍ធ្លាប់បាននាំគ្នាធ្វើសិក្ខាសាលាមួយស្ដីអំពីវិបត្តិធ្លាក់ចុះនៃធនធានជលផលនិងការបាត់បង់ពូជត្រីកម្រព្រមទាំងបានអំពាវនាវឲ្យមានការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងតម្លាភាពយុត្តិធម៌ចំពោះការកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកត្រីនិងសូមឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ជលផលចាស់ដើម្បីឲ្យស៊ីសង្វាក់គ្នានឹងស្ថានភាពជាក់ស្ដែងបច្ចុប្បន្នដែលពួកគាត់សង្ឃឹមថាជាជំហានមួយថ្មីទៀតក្នុងការអភិវឌ្ឍវិស័យជលផលឲ្យរីកចម្រើនឡើងវិញខ្ញុំសេកបណ្ឌិតវុទ្ធុអាស៊ីសេរីភ្នំពេញនីតិច្បាប់ គ
លោកអ្នកនាងជាទីមេត្រីក្រមឬច្បាប់ព្រហ្មទណ្ឌកម្ពុជាអនុញ្ញាតឲ្យតុលាការអាចចេញសេចក្តីសម្រេចព្យួរទោសដល់ជនណាដែលចៅក្រមរកឃើញថាបានប្រព្រឹត្តល្មើសច្បាប់ព្រហ្មទណ្ឌតើអ្វីទៅជាការព្យួរទោសហើយមានប៉ុន្មានប្រភេទលោកជីវិតាមានសេចក្តីរាយការណ៍អំពីរឿងនេះតាមផ្លូវច្បាប់បន្ទាប់ពីរកឃើញថាជនជាប់ចោទណាម្នាក់មានទោសល្មើសច្បាប់ព្រហ្មទណ្ឌចៅក្រមអាចបញ្ជូនជននោះទៅអនុវត្តទោសក្នុងពន្ធនាគារជាមួយការកំណត់នៅរយៈពេលវេលាជម្រើសទី2ចៅក្រមអាចសម្រេចព្យួរទោសជនណាដែលត្រូវតុលាការព្យួរទោសមានន័យថាជននោះមិនចាំបាច់រស់នៅក្នុងពន្ធនាគារទេក្នុងរយៈពេលអនុវត្តទោសនោះចៅក្រមអាចប្រកាសដាក់ទោសព្យួរទៅលើបុគ្គលណាម្នាក់បានក្រោយពីប្រកាសថាបុគ្គលនោះមានទោសល្មើសច្បាប់ព្រហ្មទណ្ឌហើយត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ឬជាទោសជាប់ពន្ធនាគារឬទាំងទោសពិន័យជាប្រាក់ផងនិងទោសជាប់ពន្ធនាគារផងជាគោលការណ៍ក្នុងការប្រកាសដាក់ទោសព្យួរឬមិនព្យួរលើបុគ្គលណាម្នាក់ចៅក្រមត្រូវពិនិត្យមើលស្ថានភាពមួយចំនួនក្នុងនោះរួមមានស្ថានទម្ងន់ទោសដូចជាធ្ងន់ឬស្រាលប៉ុណ្ណាកលៈទេសៈនៃបទល្មើសបុគ្គលិកលក្ខណៈធនធាននិងបន្ទុករបស់ជនជាប់ចោទលោកកុយនាមសាស្ត្រាចារ្យច្បាប់ឲ្យដឹងថាមុនការសម្រេចព្យួរទោសទណ្ឌិតណាម្នាក់ចៅក្រមត្រូវពិនិត្យមើលលក្ខខណ្ឌមួយចំនួនដូចជាថាតើបុគ្គលនោះធ្លាប់បានប្រព្រឹត្តបទល្មើសពីមុនមកដែរឬទេតុលាការអាចពិចារណាថាតើបទល្មើសនោះវាធ្ងន់ធ្ងរប៉ុន្មានកលៈទេសៈនៃការប្រព្រឹត្តហ្នឹងយ៉ាងម៉េចឧទាហរណ៍ថាមនុស្សម្នាក់ដែលអត់លុយដើម្បីយកទៅជាបាល់កូនកំពុងឈឺអញ្ចឹងគាត់ដើម្បីបានលុយគាត់ជំនួសនេះនោះគេដើម្បីបានលុយមកបោះផលិតលក្ខណៈរបស់មនុស្សនេះគឺមនុស្សមកដែលមានរឿងអីជាមួយណាវាជាកាយបានទៅប្រព្រឹត្តបទល្មើសម្ដងហ្នឹងទៅអាទាំងអស់ហ្នឹងជាការដែលព្រមអាចពិនិត្យមើលមួយទៀតដូចជាជនដែលជាផ្ដន់ជាទោសហ្នឹងវាមានបន្ទុកគ្រួសារវាមានអីច្រើនអញ្ចឹងមកហ្នឹងក៏គេអាចទៅដែរដើម្បីទុកពេលវេលាឲ្យគាត់មានពេលទីចិញ្ចឹមគ្រួសារឲ្យកូនបានរៀនអីជាងការយកគាត់ទៅដាក់គុកទៅវាមានផលប៉ះពាល់ដល់អ្នកដែលខ្លួនឯងលើគាត់ប្រសិនបើការឃុំខ្លួនមិនជាការចាំបាច់នោះទេហើយការព្យួរទោសអាចជួយឲ្យរដ្ឋរកចំណូលបន្ថែមបាននោះអ្នកច្បាប់ផ្ដល់យោបល់ថាចៅក្រមគួរតែពិចារណាដែរឧទាហរណ៍បើជនជាប់ចោទណាម្នាក់ជាអ្នកជំនួញត្រូវតុលាការកាត់ទោសព្យួរមានន័យថាគាត់ត្រូវអនុវត្តទោសនៅក្រៅពន្ធនាគារហើយអំឡុងពេលអនុវត្តទោសនៅក្រៅពន្ធនាគារនោះអាចឲ្យគាត់មានឱកាសធ្វើការរកស៊ីដែលនាំឲ្យបុគ្គលរូបនោះអាចបង់ពន្ធជូនរដ្ឋបាននោះចៅក្រមគួរតែអនុវត្តសាលក្រមព្យួរទោសបែបនេះលោកសាស្ត្រាចារ្យច្បាប់កុយនាមមានប្រសាសន៍ថាប្រសិនបើជនជាប់ចោទណាម្នាក់មានលទ្ធភាពរកថវិកាជូនរដ្ឋបានតាមការបង់ពន្ធខណៈកំពុងទទួលទោសព្យួរនោះវាជាការល្អតែបើខ្ញុំជាចៅក្រមវិញខ្ញុំប្រហែលគិតថាអ្នកណាដែលអាចនៅក្រៅហើយមានប្រយោជន៍ដល់ប្រទេសជាតិដូចជាគាត់នឹងអាចបង់ពន្ធឲ្យរដ្ឋរស់ទីទៅបង់ពន្ធឲ្យរដ្ឋបានច្រើនអញ្ចឹងលើនឹងមិនដែលមានទៅឲ្យពីមុនបើខ្ញុំវិញខ្ញុំថាជួយទៅគាត់ដែរឲ្យគាត់នៅរស់ទីដើម្បីបានបង់ពន្ធជូនរដ្ឋវាគាត់បើយើងគាត់យកទៅដាក់ពន្ធនាគារហើយយើងត្រូវចាំគាត់ទីនៅក្នុងពន្ធនាគារហ្នឹងគឺរដ្ឋអស់ចំណុចហ្នឹងបើខ្ញុំវិញតែមានប្រា96គេមិនបានថាអញ្ចឹងប៉ុន្តែយើងថាហ្នឹងលក្ខខណ្ឌអស់ហ្នឹងវាឲ្យចាប់ក្រមហ្នឹងតាមជានេះក្រមឬច្បាប់ព្រហ្មទណ្ឌខ្មែរចែកការព្យួរទោសចេញជាពីរគឺការព្យួរទោសធម្មតានិងការព្យួរទោសសាកល្បងអំពីការព្យួរទោសធម្មតាមាត្រា107នៃក្រមព្រហ្មទណ្ឌចែងថាការព្យួរទោសធម្មតាត្រូវអនុវត្តទៅលើទោសដាក់ពន្ធនាគារកាលបើទោសដែលប្រកាសនោះតិចជាងឬស្មើនឹង5ឆ្នាំនិងទោសពិន័យជាប្រាក់ឧទាហរណ៍ថ្មីនេះមានជនជាប់ចោទឬទណ្ឌិតជាង20នាក់ដែលត្រូវតុលាការរាជធានីភ្នំពេញកាត់ទោសព្យួរ
ក្នុងចំណោមជនជាប់ចោទទាំងនោះមានលោកវ៉ុនពៅប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបានសាលាដំបងផ្តន្ទាទោសព្យួររយៈពេល4ឆ្នាំកន្លះពីបទពាក់ព័ន្ធនឹងអំពើហិង្សាក្នុងព្រឹត្តិការណ៍តវ៉ាទាមទារដំឡើងប្រាក់ខែគោល$160សម្រាប់កម្មករកាលពីដើមឆ្នាំ2014នៅរោងចក្រយ៉ាកជីងមេធាវីរបស់លោកវ៉ុនពៅគឺលោកសុកគង់បញ្ជាក់អំពីប្រភេទនៃការព្យួរទោសកូនក្តីរបស់លោកទៅក្នុងរឿងរបស់លោកវ៉ាន់ពៅហ្នឹងការក្រមរបស់សាលាដំបងភ្នំពេញហ្នឹងគេសម្រេចព្យួរទោសគាត់គឺព្យួរទោសធម្មតាកាលណាសម្រេចព្យួរទោសធម្មតាអញ្ចឹងមានន័យថាជនជាប់ចោទគាត់មិនបាច់ចាំគ្រប់នៅលក្ខខណ្ឌណាដែលបានកំណត់នៅក្នុងច្បាប់ក៏ដូចជាកំណត់នៅក្នុងសេចក្តីសម្ដែងរបស់តុលាការទេមានន័យថាជនជាប់ចោទមិននៅក្នុងឃុំហើយក៏គាត់មិនបាច់ចាំបាច់ទៅបង្ហាញខ្លួននៅចំពោះមុខតុលាការក៏ដូចជានៅចំពោះមុខអាជ្ញាធរណាមួយដែលមិនបានកំណត់នៅក្នុងសាក្រមផងដែរទោះជាយ៉ាងណាក្នុងរយៈពេលព្យួរទោសនេះកាលបើលោកវ៉ុនពៅប្រព្រឹត្តបទល្មើសណាមួយថ្មីផ្សេងទៀតទោសដែលព្យួរនោះនឹងត្រូវដកហូតមកវិញនោះមានន័យថាលោកវ៉ុនពៅនឹងត្រូវទៅអនុវត្តទោសដែលព្យួរនោះនៅក្នុងពន្ធនាគារវិញលើសពីនេះក៏អាចត្រូវទទួលទោសបន្ថែមពីបទល្មើសថ្មីទៀតផងទោះជាយ៉ាងណាក្រមព្រហ្មទណ្ឌខ្មែរក៏អនុញ្ញាតឲ្យតុលាការមិនចាំបាច់ដកហូតការព្យួរទោសនោះមកវិញដែរដោយអាស្រ័យលើស្ថានទម្ងន់ទោសដែលបានប្រព្រឹត្តថ្មីនោះមាត្រា110ចែងថាតុលាការអាចសម្រេចថាការផ្តន្ទាទោសថ្មីមិននាំឲ្យមានការដកហូតនៅការព្យួរទោសធម្មតាដែលបានសម្រេចពីមុនមកនោះទេសេចក្តីសម្រេចរបស់តុលាការត្រូវតែមានសំអាងហេតុជាពិសេសទោះជាយ៉ាងណាក៏ដោយចុះការឃុំឃាំងមនុស្សនៅក្នុងពន្ធនាគារបណ្ដាលឲ្យរដ្ឋត្រូវចំណាយថវិកាជាច្រើនក្នុងមួយឆ្នាំដើម្បីចិញ្ចឹមអ្នកទោសនេះជាបន្ទុកដ៏ធ្ងន់មួយរបស់រដ្ឋក្នុងការរកថវិកាមកផ្គត់ផ្គង់បាយទឹកនិងថ្នាំសង្កូវដល់អ្នកទោសចំនួនអ្នកទោសកាន់តែច្រើនការចំណាយក៏កាន់តែច្រើនដែរនេះនៅមិនទាន់គិតដល់ការចំណាយលើការបង្កើតបណ្ណាល័យសម្រាប់អ្នកទោសអានសៀវភៅនិងការបង្កើតកម្មវិធីហ្វឹកហ្វឺនមុខរបរផ្សេងៗដល់អ្នកទោសឲ្យសមស្របតាមនិយមអន្តរជាតិផងបច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាត្រូវចំណាយប្រាក់$2,800រៀលក្នុងមួយថ្ងៃសម្រាប់អ្នកទោសម្នាក់សរុបសេចក្តីមកការព្យួរទោសធម្មតាមានន័យថាទណ្ឌិតរស់នៅក្រៅពន្ធនាគារហើយមិនមានលក្ខខណ្ឌឬវិធានការត្រួតពិនិត្យពីតុលាការទេក្នុងអំឡុងពេលព្យួរទោសនោះដរាបណាមិនប្រព្រឹត្តបទល្មើសថ្មីទេនោះពេលផុតកំណត់ការអនុវត្តទោសនៅក្រៅឃុំហើយទណ្ឌិតនឹងមានសេរីភាពជាប្រក្រតីឡើងវិញប៉ុន្តែបើប្រព្រឹត្តបទល្មើសថ្មីក្នុងអំឡុងពេលព្យួរទោសវិញតុលាការអាចដកហូតការព្យួរទោសនោះហើយទណ្ឌិតអាចនឹងត្រូវបញ្ជូនទៅឲ្យអនុវត្តទោសនៅក្នុងពន្ធនាគារខ្ញុំជីវិតាវិទ្យុអាស៊ីសេរីក្នុងនីតិច្បាប់នាព្រឹកថ្ងៃអង្គារសប្តាហ៍ក្រោយលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍អំពីការព្យួរទោសសាកល្បងជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារ៉ាដាសូមជូនព័ត៌មានបញ្ចប់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃច័ន្ទប្រមានថាអ្នកណាដែលប៉ុនប៉ងធ្វើឲ្យប្រទេសមានអស្ថិរភាពនយោបាយអ្នកនោះគឺជាអ ுக ្រិតជនប៉ុន្តែមន្ត្រីគណៈបកសង្គ្រោះជាតិចោទប្រកាន់គណៈបកប្រជាជនកម្ពុជាទៅវិញទេដែលកំពុងធ្វើនយោបាយប្រជាពិធដ្ឋអង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋមានទំនាស់ដីធ្លីចំនួន32សហគមន៍នៅរាជធានីភ្នំពេញនិងមកពីតាមបណ្ដាខេត្តចំនួន11ទៀតសរុបជាង130នាក់បាននាំគ្នាចែករំលែកនៅព័ត៌មានបច្ចុប្បន្នភាពអំពីស្ថានភាពវិវាទដីធ្លីនៅកម្ពុជាទាក់ទងនឹងការរំលោភយកដីធ្លីនិងការផ្ដាល់ដីសម្បត្តិសេដ្ឋកិច្ចអ្នកសារព័ត៌មានសហគមន៍ដែលជាអ្នកធ្វើការដោយស្ម័គ្រចិត្តឥតទទួលកម្រៃត្រូវបានគេមើលឃើញថាមានសារៈសំខាន់ក្នុងការចូលរួមចំណែកជំរុញឲ្យមានការអភិវឌ្ឍសង្គមប្រកបដោយតម្លាភាពអង្គការសង្គមស៊ីវិលបានបង្កើតគេហទំព័រមួយដើម្បីជួយសម្រួលការងាររបស់ពួកគេគណៈកម្មការប្រឹក្សាការងារពីខាងរដ្ឋាភិបាលសហជីពតំណាងថៅកែរោងចក្រសហជីពតំណាងកម្មករនយោជិតកំពុងស្វែងរកដំណោះស្រាយលើភាពខ្វែងគំនិតគ្នាអំពីប្រាក់ឈ្នួលអបបរមាលើវិស័យវិជ្ជាភ័ណ្ឌរោងចក្រកាត់ដេរមន្ត្រីសង្គមស៊ីវិលនិងតំណាងរាជគណៈបកប្រឆាំងស្នើឲ្យក្រសួងមហាផ្ទៃអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍និងបង្ហាញស្ថិតិនៃចំនួនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃថ្លែងថាមន្ត្រីជំនាញបានអនុវត្តច្បាប់អន្តោប្រវេសន៍នេះជាហូរហែ
លោកអ្នកនាងជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងរបស់វិទ្យុអាស៊ីសេរីសម្រាប់ពេលនេះចប់តែប៉ុណ្ណេះខ្ញុំបាទតាំងសារ៉ាដាព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលាtự hào và yên tâm lắm, hối người nhờ vả. Nếu không có thì tìm cách quen thân, nhà mình không thân được ai nên đành chịu. Cuối cùng mình lén chốt chặt cửa lại nhưng thỉnh thoảng vẫn đánh mắt ra phía ngoài, chỉ sợ công an đến kiểm tra đột xuất. Nghĩ lại hôm 25 tháng 9 năm 2013, công an phá cửa nhà mình xông vào bắt Phương Uyên rồi bắt luôn cả 9 người khác mà kinh hãi đến tận bây giờ. Nhỡ ra công an Mỹ lấy lý do kiểm tra hộ khẩu, xông vào bắt mình, nện cho một trận rồi tống lên máy bay, áp giải về Việt Nam, thì hỏng hết việc. Chưa ra trận mà đã thành tù binh. Khách đã về hết,